មកជូនខ្ញុំទៅទេខ្ញុំទៅខ្លួនអញបានព្រោះខ្ញុំមិនចង់រំខាននេះដូចជាស្និទ្ធស្នាលគ្នាដល់ហើយមើលទៅដូចជាសង្សារនឹងគ្នានេះណាទេគឺម្ចាស់បំណុលយើងនឹងហើយឯងឆាប់រកលុយឲ្យលឿនទៅគេទុកពេលឲ្យយើងមួយខែទៀតតែបើយើងរកលុយសងមិនបានទេគេនឹងរឹបអូសហើយហើយនេះនាងឃើញមុខខ្ញុំលេបបាយមិនចូលបើអញ្ចឹងខ្ញុំនឹងធ្វើឲ្យនាងនេះកាន់តែលេបបាយមិនចូលទៀតសូមជូនរឿងអ្នកម៉ាក់វ័យក្មេងនិពន្ធដោយកញ្ញាសុខារូបអូនដូចតែនៅឆ្ងាយហត់ថាបងខ្លីមិនហ៊ានចូលឡើងខ្ពស់បានមុននឹងរៀបការខ្ញុំសូមអនុញ្ញាតលោកពូទៅលេងលោកប៉ាបាន2-3ថ្ងៃបានទេបើក្មួយចង់ទៅពូអនុញ្ញាតក៏ប៉ុន្តែឲ្យនាយផាគេជូនទៅព្រោះពូបារម្ភពីក្មួយលោកពូខ្ញុំទៅខ្លួនឯងបានខ្ញុំមិនចង់រំខានគេទេនេះស្មានតែខ្ញុំចង់ជូនទៅណាស់ទៅមិនបានទេយ៉ាងណាក៏ពូឲ្យកូនផាជូនទៅដែរកូនផាជូនរីយ៉ាទៅផងព្រោះប៉ាបារម្ភពីនាងមកជូនខ្ញុំទៅទេខ្ញុំទៅខ្លួនឯងបានព្រោះខ្ញុំមិនចង់រំខានម្យ៉ាងទៀតលោកក៏ស្អប់ខ្ញុំដែរនេះនាងគិតថាខ្ញុំចង់ជូនទៅណាស់មែនទេបើលោកប៉ាមិនបញ្ជាទេក៏ខ្ញុំមិនជូនទៅដែរនេះឡើងឡានទៅរីយ៉ាក៏ព្រមឡើងឡានតែនាងឆ្ងល់ណាស់ដែរហេតុអ្វីនាយផាក៏ធ្វើល្អដាក់គេនេះក្មួយរៀនចប់ហើយក្មួយចង់ធ្វើអីដែរពេលនេះខ្ញុំមិនទាន់ដឹងទេតែខ្ញុំចង់រកការងារធ្វើសិនដើម្បីយកប្រាក់បង្កើតអាជីវកម្មផ្ទាល់ខ្លួនលោកអ៊ំតើរីយ៉ាដែរមកលេងផ្ទះទេពេលនេះនាងយ៉ាងម៉េចហើយតាំងពីរីយ៉ាទៅគេមិនដែរមកលេងផ្ទះទេតែគេទេមកលេងអ៊ំដែរពេលនេះគេសុខសប្បាយទេប៉ុន្មានថ្ងៃទៀតគេរីកតាហើយឆាតពេលណាក្មួយរកគូនឹងគេទៅនេះខ្ញុំជូននាងមកដល់ផ្ទះហើយនេះនាងមិនគិតអរគុណខ្ញុំខ្លះទេឬមួយនាងមិនចេះទេអរគុណហើយដែលបានជូនមកលោកត្រឡប់ទៅវិញទៅនេះបានមកដល់ផ្ទះភ្លាមដេញហើយនេះនាងមិនគិតហៅខ្ញុំផឹកទឹកសិនទេខ្ញុំបើកឡានយូរហើយខ្ញុំក៏ចេះស្រេកដែរតាមចិត្តអ្នកទាំងពីរក៏ដើរចូលទៅហើយក៏ឃើញលោកប៉ានិងនាយឆាតកំពុងនិយាយគ្នាលោកប៉ាឆាតរីយ៉ាកូននេះកូនមកលេងប៉ាមែនទេប៉ានឹកកូនណាស់ដឹងទេចាប៉ាខ្ញុំក៏នឹកប៉ាដែរឆាតសុខសប្បាយទេខ្ញុំស្មានថាឯងភ្លេចគ្នាហើយព្រោះបាត់មុខយូរហើយអស់ពិតមែនហើយខ្ញុំភ្លេចនេះគឺលោកផាជាកូនប្រុសលោកពូវុធីគេបានជូនខ្ញុំមកលោកប៉ាជំរាបសួរលោកពូបាទជំរាបសួរណែលោកស្រេកទឹកមែនទេអង្គុយសិនទៅចាំខ្ញុំយកទឹកឲ្យខ្ញុំមានរឿងចង់និយាយជាមួយឯងណាខ្ញុំក៏មានរឿងចង់និយាយជាមួយឯងដែរអញ្ចឹងយើងទៅនិយាយខាងក្រៅទៅនេះពីរនាក់នេះដូចជាស្និទ្ធស្នាលគ្នាដល់ហើយមើលទៅដូចជាសង្សារនឹងគ្នានាយឆាតឃើញរីយ៉ាស្និទ្ធស្នាលជាមួយនាយឆាតក៏មានអារម្មណ៍នៅមិនសុខតែឃើញគេកំពុងសាកសងគ្នាលោកពូខ្ញុំគិតលាលោកពូត្រឡប់ទៅផ្ទះវិញសិនហើយព្រោះខ្ញុំមកយូរណាស់ហើយបាទសូមអញ្ជើញនាយផាក៏ដើរចេញទៅក៏ឃើញនាយឆាតឯងចិត្តរៀបការហើយខ្ញុំមើលទៅឯងមិនសូវសប្បាយចិត្តសោះឯងព្រមរៀបការតើឯងស្រឡាញ់គេទេឆាតខ្ញុំមិនលាក់បាំងឯងទេគឺលោកប៉ារបស់ខ្ញុំជំពាក់បំណុលលោកពូវុធីច្រើនណាស់ខ្ញុំគ្មានសមត្ថភាពសងទេដូច្នេះហើយលោកពូវុធីស្នើឲ្យខ្ញុំរៀបការជាមួយកូនប្រុសរបស់លោកតែលោកផាមិនព្រមរៀបការទើបឲ្យខ្ញុំរៀបការជាមួយលោកពូដើម្បីលោកប៉ាខ្ញុំលះបង់គ្រប់យ៉ាងណាឆាតឯងលះបង់នៅថ្នាក់នឹងផង
ពិតជាកូនអកតញ្ញូមែនខ្ញុំសូមសរសើរឯងតើឯងមានចិត្តស្រឡាញ់គេខ្លះទេខ្ញុំមិនដឹងទេឆាតថាខ្ញុំស្រឡាញ់ឬអត់នោះទុកឲ្យព្រមនិខិតជាអ្នកកំណត់តចុះមែនហើយឆាតតើពេលណាអញរកមើលនារីមើលថែអញទៅនេះឆាតឃើញរីយ៉ាស៊ូបែបនេះហើយធ្វើឲ្យគេអអន់ចិត្តខ្លួនបានស្រឡាញ់គេដោយមិនដឹងខ្លួនតែគេតស៊ូទៅមុខទៀតទោះបីគេរៀបការក៏ដោយក៏គេនៅតែស្រឡាញ់នាងដដែលទុកពេលឲ្យខ្ញុំម្ដងទៀតខ្ញុំកំពុងតែរកលុយសងហើយណាលោកម្ចាស់ខ្ញុំទុកពេលឲ្យម្ដងរួចហើយនៅតែរកលុយសងមិនបានទៀតពេលនេះបើមិនសងទេខ្ញុំនឹងរឹកអូសផ្ទះហើយកុំថាខ្ញុំចិត្តអាក្រក់គុំអីលោកម្ចាស់ទុកពេលឲ្យខ្ញុំម្ដងទៀតទៅខ្ញុំនឹងរកលុយសងទាំងអស់ទាំងដើមទាំងការណាលោកម្ចាស់ខ្ញុំសូមអរខ្ញុំយល់ថាអ្នកស្រីជាមិត្តភក្តិប្រពន្ធរបស់ខ្ញុំបានខ្ញុំនឹងទុកពេលឲ្យមួយខែទៀតបើមួយខែទៀតមិនសងទេខ្ញុំនឹងរឹកអូសហើយចាំទុកហាមលេងល្បិចអីសោះចាលោកម្ចាស់ខ្ញុំសន្យាខ្ញុំមិនលេងល្បិចទេណាលោកម្ចាស់ពូអាដែងត្រឡប់ទៅវិញនាងភីមក៏បានមកដល់ហើយក៏ឃើញលោកពូអាដាមកំពុងចេញពីផ្ទះមកនាងក៏បានមើលមុខគេក៏ឆ្ងល់ក្នុងចិត្តថាគេជាអ្នកណាហេតុអ្វីបានមកនៅផ្ទះគេគឺគ្មានអ្នកណាទេគឺម្ចាស់បំណុលយើងនឹងហើយឯងឆាប់រកលុយឲ្យលឿនទៅគេទុកពេលឲ្យយើងមួយខែទៀតតែបើយើងរកលុយសងមិនបានទេគេនឹងរឹបអូសហើយអ្នកម៉ាក់ជំពាក់បំណុលគេប៉ុន្មានទៅគឺមកដល់ពេលនេះគឺ$10000ហើយថាម៉េចម៉ាក់ប្រាប់ខ្ញុំតែ8000ទេនេះម៉ាក់នៅតែមិនឈប់លេងទៀតមែនទេខ្ញុំរកលុយអាណាបានទៅបើម៉ាក់ជំពាក់បំណុលគេច្រើនយ៉ាងនេះគឺម៉ាក់អុកសុកពេកនឹងណាទើបចេញទៅលេងខ្លាចស្រងដើមវិញខ្លះឲ្យម៉ាក់នៅទីផ្ទះម៉ាក់មិនចេះនៅទេដូចជាអុកសុកមិនដឹងទេកូនម៉ាក់ខ្ញុំសូមអរឈប់លេងទៅបានទេបើម៉ាក់នៅតែលេងទៀតនេះម៉ាក់ជំពាក់បំណុលគេកាន់តែច្រើនតើខ្ញុំរកលុយឯណាសងមកនោះនេះផាឯងគិតទៅណាទៀតហើយនេះឯងមិនចេះគិតចង់ធ្វើការនៅក្រុមហ៊ុនខ្លះទេប៉ាខ្ញុំចង់ទៅចំការនៅកំពតខ្ញុំចង់ទៅមើលនៅទីនោះព្រោះខ្ញុំខានទៅយូរណាស់ហើយនេះឯងចង់ទៅធ្វើអីទៅចំការនឹងទុកចោលយូរឆ្នាំមកហើយគ្មានអីល្អទេនេះឯងចង់ទៅទៀតព្រោះទុកចោលយូរឆ្នាំនឹងហើយទឹកខ្ញុំទៅមើលហើយខ្ញុំនឹងធ្វើចំការនៅទីនោះលោកប៉ាឲ្យខ្ញុំទៅហើយក៏ឈប់បង្ខំខ្ញុំទៀតទៅខ្ញុំចង់ធ្វើអ្វីដែលខ្ញុំចូលចិត្តលោកពុទ្ធីលែងបង្ខំកូនទៀតហើយសុកចិត្តបណ្ដោយឲ្យទៅមួយខ្យល់សិនចោះទោះបីកូនមិនស្ដាប់ក៏ដោយបើបង្ខំតទៅទៀតក៏គ្មានបានការរីយ៉ាកំពុងគិតអីមែនទេស្អែកនេះកូនត្រឡប់ទៅវិញហើយឆាប់គេងទៅប្រយ័ត្នឈឺណាចាប៉ាកូនដឹងហើយប៉ាក៏ដូចគ្នាដែរទៅសម្រាប់ទៅអញ្ចឹងប៉ាទៅសិនហើយឆាប់ចូលគេងទៅព្រឹកស្អែកក្រោកពីព្រលឹមផងនេះត្រឡប់មកវិញហើយមែនទេបានទៅលេងផ្ទះប្រហែលជាសប្បាយចិត្តហើយមើលទៅបានជួបមនុស្សដែលខ្លួនស្រឡាញ់បានត្រឡប់មកវិញមុខរិចដូចគ្រាប់ជីអង្គុយនិយាយសាកសងជាមួយគ្នាដូចខ្លួនឯងនឹងទំនេរអញ្ចឹងនេះខ្ញុំមិននឹកស្មានថាម៉ាក់ក្មេងរបស់ខ្ញុំក៏ចេះរ៉ូម៉ាន់ទិកដែរណោះមនុស្សរោគចិត្តមករត់រឿងខ្ញុំអីទៀតហើយថែមទាំងមកឌឺដងទៀតអានាយផាឆ្កួតខ្ញុំគ្មានអីត្រូវនិយាយទេហើយក៏ខ្ញុំមិនចង់និយាយដែរព្រោះខ្ញុំឃើញមុខលោកនេះលេបបាយមិនចូលថ្ងៃនេះនាងឃើញមុខខ្ញុំលេបបាយមិនចូលបើអញ្ចឹងខ្ញុំនឹងធ្វើឲ្យនាងនេះកាន់តែលេបបាយមិនចូលទៀត